ញ័រដៃអស់ហើយស្លុតចិត្តពេលឃើញសពក្មេងស្រី5ឆ្នាំត្រូវជន់ល្មើសសម្លាប់ចាប់ចម្រិតទារលុយ$10,000នៅឯស្រុកស្អាងនៅថ្ងៃទី11ខែឧសភាឆ្នាំ2026ផ្ទុះក៏ក្រើកពេញបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងករណីចាប់ចម្រិតក្មេងស្រីអាយុ5ឆ្នាំនៅឯស្រុកស្អាងដែលជន់ល្មើសបានសម្លាប់ក្មេងស្រីនោះដោយចម្រិតទារប្រាក់$10,000ពីក្រុមគ្រួសារមិនបានមហាជនបានផ្ទុះប្រតិកម្មដោយកំហឹងខ្លាំងទៅលើជនល្មើសថាហេតុអ្វីធ្វើបែបនេះទៅលើក្មេងស្រីដែលមិនដឹងអីរឿងដែលមិនគួរកើតឡើងវាត្រូវបានកើតឡើងទៅហើយអ្វីដែលហួសចិត្តនោះគឺជាសាច់ញាតិខ្លួនឯងទៀតផងហើយមហាជនខ្លះទៀតបានសម្ដែងនៅមតិដោយអ្នកខ្លះលើកឡើងថាញ័រសាច់អស់ហើយញ័រដៃអស់ហើយស្លុតចិត្តខ្លាំងមែនទែនហើយមានគណនី Facebook មួយទៀតបានបន្តថាពុទ្ធោអើយមុនស្លាប់តើក្មួយវេទនាយ៉ាងណាពិតជាខ្លោចផ្សាដួងចិត្តណាស់ព្រះម្ចាស់ថ្លៃអើយពាក់ព័ន្ធនឹងករណីខាងលើនេះសូម្បីតែលោកពាក់មីក៏បានបង្ហោះសារនៅលើเพจផ្លូវការរបស់លោកផងដែរថាក្នុងនាមជាឪពុកម្នាក់ដែលមានកូនជាទីស្រឡាញ់ខ្ញុំពិតជារន្ធត់ចិត្តឈឺចាប់និងសោកស្ដាយជាមួយឪពុកម្ដាយក្មួយស្រីជាខ្លាំងលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថាករណីនេះគឺកើតឡើងដោយសារតែជនល្មើសខឹងនឹងម្ដាយក្មេងស្រីដែលខ្ចីលុយមិនបានហើយថែមទាំងមានការច្រណែនទៅលើក្រុមគ្រួសារក្មេងស្រីដែលរកស៊ីមានបានជាងខ្លួនទើបបណ្ដាលឲ្យខ្លួនប្រព្រឹត្តនៅទង្វើបែបនេះពាក់ព័ន្ធនឹងករណីខាងលើនេះស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី11ខែឧសភាឆ្នាំ2026បានបញ្ជាក់អំពីមូលហេតុនិងហេតុការណ៍ជំវិញនឹងការចាប់ចម្រិតសម្លាប់ក្មេងស្រីអាយុ5ឆ្នាំនៅស្រុកស្អាងខេត្តកណ្ដាលនៅថ្ងៃទី10ឧសភា2026សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះរតនាមីស៊ីមអាយុ5ឆ្នាំភេទស្រីមានឪពុកឈ្មោះទេពរតនានិងម្ដាយឈ្មោះជឿនស៊ីនួនចំណែកឯជនដៃដល់ឈ្មោះគឹមវណ្ណាអាយុ35ឆ្នាំដែលមានទីលំនៅនៅឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលត្រូវជាពូសាច់ថ្លៃនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោសចាប់ចម្រិតបណ្ដាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែនមូលហេតុជនសង្ស័យឆ្លើយថាដោយសារម្ដាយជនរងគ្រោះមើងងាយក្រុមគ្រួសារខ្លួននិងខ្ចីលុយពីម្ដាយរងគ្រោះមិនបានឪពុកម្ដាយជនរងគ្រោះមានទីលំនៅនៅភូមិកំពង់សំណាញ់ទី1សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលនៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យតែងតែនាំជនរងគ្រោះទៅលេងជីដូនជីតានៅភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលដែលទល់មុខគ្នាជាមួយនឹងផ្ទះជនសង្ស័យទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពលើជនរងគ្រោះតែម្ដងបច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី